Dòng tuệ vợ gọi app về trực follow subscribe nên vợ app ốp lười cái cho nó cái nam mới thọt ta cho nó ô sọc cao rồi mới thọt này đấy sẽ tiếp nó khai chết nè head Dubai សួស្តីពុកម៉ែមុខមាត់របស់គ្នាបាត់មុខមួយរយៈធំឥឡូវយើងក៏វិលត្រឡប់ជួបជុំគ្នាដើម្បីពិភាក្សារឿងថតបទថ្មីនៅកោះពេជ្រឥឡូវយើងក៏បានមកដល់កោះពេជ្រថតរៀងលឿនបន្តិចដោយសារតែអត់មានអ្នកកាន់ទូរស័ព្ទថតសកម្មភាពអញ្ចឹងទៅខ្ញុំឆ្លៀតថតតិចនិយាយពីថាថតនៅកោះពេជ្រឡើងច្រើនប៉ុន្តែប្លង់នៅកោះពេជ្រអត់បានយកឥឡូវយើងក៏សម្រេចចិត្តជិះទូកដដើម្បីទៅអរិយក្សត្រទៅកន្លែង 7NG ឥឡូវយើងក៏បានឡើងលើគោកហើយនោះឃើញអត់ដើរ2នាក់ដោយសារតែម៉ូតូមួយជិះ4នាក់អញ្ចឹងទៅជិះ pass up ហើយមិញវិញផ្លូវទៀតឥឡូវគាត់ជិះ pass up បានដល់មុនឥឡូវយើងដល់ក្រោយមកដល់ភ្លាមវ៉ាវមានអារម្មណ៍ថាប្លែកភ្នែកដោយសារតែនេះជាលើកទី1ដែលបានមក 7NG មកដល់ភ្លាមមិនបងអង្គយូទាញទូរស័ព្ទថតលេចថតកើតហើយឥឡូវនេះកាមេរ៉ាមែនយើងកំពុងតែសេរី color សេរីប្លង់ងាកមកមើលខ្ញុំវិញទៅនេះទាញទូរស័ព្ទថតលេចថតកើតចឹងទៅមកថតនេះគឺអត់មានកម្រងថាមកថតនៅ 7NG ទេដោយសារមិញនៅកោះពេជ្រនេះយើងគិតឡើងយូរមិនដឹងទៅណាហើយលើគេប្រាប់ថានៅ 7NG នឹងស្អាតឥឡូវមកដល់ឃើញស្អាតមែនឥឡូវយើងកំពុងតែត្រៀមឡើងទៅលើកន្លែងអីគេ 7NG អីគេដាក់ទៅយើងមើលពីចង្ងាយយើងជិះតាមផ្លូវយើងឃើញធំមែនតើឥឡូវអើយដើរមានអារម្មណ៍តែស្រាវយើងខ្ពស់ដែរដោយសារតែយើងចាញ់ខ្ពស់ខ្លាំងនៅភ័យឥឡូវឡើងអូស្រាវមែនតើឡើងទៅដល់លើភ្លាមគឺយើងឃើញមនុស្សរៀងច្រើនដែរហើយមាននឹងស្រីស្អាតហើយមាននឹងគូស្នេហ៍គេដែលយើងអត់ហ៊ានថតគេទេខ្លាចប៉ាគេឃើញយើងទេគេខឹងយើងជួនកាលលួចមកដើរលេងចឹងណាឥឡូវយើងក៏បានត្រៀមថតនៅលើនឹងបងប្អូនមើលពីក្រោយកាមេរ៉ាមែនឃើញផ្លូវគាត់ឃើញផ្លូវក៏ដឹងតែខ្ពស់ហើយណ៎ឥឡូវយើងចាប់ផ្ដើមថតទៀតហើយបន្ទាប់ពីថតរួចក៏បែកញើសជោគដោយសារតែក្តៅមែនតើគឺម៉ោង1ថ្ងៃត្រង់ឥឡូវយើងថតហើយយើងក៏បានចុះទៅក្រោមវិញឃើញមនុស្សអត់អូស្រីស្អាតបុកឥឡូវនេះយើងចុះមិនតាន់ផុតផងយើងក៏នឹកឃើញប្លង់នៅកន្លែងកម្មចដាទៀតអញ្ចឹងទៅយើងក៏សម្រេចចិត្តថាតិចយើងមកថតនៅកន្លែងកម្មចដាហ្នឹងឥឡូវយើងមកសាក់ថ្មសិនអស់ថ្មកាមេរ៉ាបន្ទាប់ពីថតកន្លែងចដារួចហើយយើងក៏ចុះមកថតនឹងក្រោមទៀតនិយាយពីថាថតបដាហូញបដាអូយ